năng ngày số đây là một nét tại có những mà đã trên video quay sàn thì hay còn hai video bọn nhóm mà còn là gì mà này tôi chỉ cần đất tôi quay để nhóm chụp cho cái đó những cái tha vì sai Facebook ở đây YouTube ở đây những cái tha chỉ chuyên không ai bao giờ tôi quật ở chạp vào cái quật tay ta xù tại căn bong bong này chỉ âm ô cái nhóm thả âm ô chắc bong bong này flop lột để nòng xài rồi lôi tham Facebook đây YouTube đây quật tay ta xù tập lật nhữngการធ្វើវីដេអូយ៉ាងម៉េចដើម្បីបានខ្ញុំគិតថាវាស្រួលសំខាន់វាមានអីពិបាកទេបាទគាត់ថាយើងធ្វើឲ្យត្រូវ policy របស់វាទៅបាទប៉ុន្តែវាជារឿងមួយដែលគេថាបងប្អូនកុំដាក់រំពឹងលើវាខ្លាំងពេកយើងធ្វើវាជាប្រចាំទៅហើយយើងកុំរំពឹងទៅលើចំណូលវាខ្ពស់ដូចយើងលេង Facebook ចឹងបងប្អូនដំបូងបងប្អូនបង្កើតបងប្អូនមាន friend ច្រើននេះត្រូវទេគឺមាន10 20 30ដល់ពេលបងប្អូនលេងយូរ friend អញ្ចឹងអាការដែលយើងលេងយើងវីដេអូរ៉ូស៊ីជាមួយក្នុង Facebook វាដូចគ្នាចឹងបងប្អូននៅពេលបងប្អូនគាត់ថាមុខរបរឬក៏រ៉ូស៊ីមួយយើងត្រូវតែផលិតវីដេអូអីមួយដែលចែករំលែកជាប្រយោជន៍ជាចំណេះដឹងទៅកាន់អ្នកមើលហ្នឹងហើយខ្ញុំគិតថាវាជារឿងប្រមាថដែរអាការចែករំលែកបទពិសោធន៍ឬក៏កំណត់ល្អៗទៅកាន់អ្នកមើលបាទប៉ុន្តែយើងព្យាយាមទៅខ្ញុំគិតថាពាក់ព័ន្ធទៅនឹងសកម្មភាពការងារប្រចាំថ្ងៃបងប្អូនហេតុអីបានខ្ញុំនិយាយត្រូវចំណុចហ្នឹងព្រោះខ្ញុំគិតថាបើសិនជាបងប្អូនប្រោសសំខាន់ទៅលើវីដេអូចែករំលែកអប់រំបងប្អូនគិតថាតើអ្នកដែលគាត់មានចំណេះដឹងខ្ពស់អ្នកដែលគាត់មានបទពិសោធន៍ច្រើនអញ្ចឹងចុះអ្នកដែលគាត់មានបទពិសោធន៍តិចវិញតែគាត់អាចចែករំលែកបាននេះពេលថាយើងធ្វើវីដេអូខ្លីៗទៅពាក់ព័ន្ធនឹងការងារដូចជាកម្មករក្តីយើងធ្វើសំណងក្តីរោងចក្រក្តីឬក៏យើងជាបុគ្គលិកក្រុមហ៊ុនក្តីឬក៏យើងលក់ដូរអីតិចតួចយើងចែករំលែកទៅកាន់ទៅកុំឲ្យថាយើងផលិតជាវីដេអូមួយដែលវាបំពុលសង្គមវានិយាយបំផ្លិចខុសពីការពិតខ្ញុំគិតថាយើងចូលផលិតវីដេអូដែលត្រឹមត្រូវតាម policy Facebook ផលិតវីដេអូដែលតកតងនឹងការងារខ្ញុំគិតថា view តកតងអ្នកដែលមើលនោះក៏អត់ច្រើនដែរប៉ុន្តែយើងព្យាយាម start ពីចំណុចហ្នឹងទៅអញ្ចឹងពេលបងប្អូនព្យាយាមធ្វើវាម្ដងតិចខ្ញុំគិតថាមិនយូរឆាប់បងប្អូននឹងអាចខ្លាយឬក៏អាចជាបកគោលដែលអាចរកចំណូលពី Facebook បានហើយវាមានភាពយូរអង្វែងផងហើយណាមួយយើងសប្បាយចិត្តផងដែលយើងចែករំលែកទៅវាជាវីដេអូដែលអប់រំវីដេអូមួយដែលមិនបំពុលសង្គមហ្នឹងជាកំណត់ដែលខ្ញុំចង់ចែករំលែកទៅហើយបងប្អូនកុំដាក់រំពឹងថាទៅលើវាខ្លាំងពេកទៅលើការរកចំណូលអញ្ចឹងខ្ញុំបញ្ជាក់បងប្អូនមានការងារអីធ្វើទៅពេលឆ្លៀតពេលទំនេរអីសិក្សាពី Facebook រៀនធ្វើវានៅពេលទំនេរបើគុំយើងដាក់ការងារចោលហើយយើងផ្ដោតទៅវឹកវៃទៅធ្វើវាអាហ្នឹងគឺបញ្ហាធំបងប្អូនអញ្ចឹងវីដេអូខ្ញុំមានតែប៉ុណ្្នឹងទេអរគុណមែនតើជំរាបលា